ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើមុខម្ហូបមាន់លីងស្លឹកខ្ទឹមបងប្អូនដើម្បីបានមុខម្ហូបមួយមុខនេះគឺយើងត្រូវទៅទិញសាច់មាន់ពីផ្សារយើងត្រូវរើសមើលមាន់ណាដែលមានសភាពខ្លាញ់លឿងប្រភេទនេះគឺឆ្ងាញ់តែម្ដងបងប្អូនជាពិសេសនោះគឺយើងអាចយកមាន់នឹងទៅធ្វើជាបបរគ្រឿងគឺរឹតតែឆ្ងាញ់ព្រោះដោយសារអីមាន់នឹងគឺមានខ្លាញ់លឿងរសជាតិគឺឆ្ងាញ់តែម្ដងពិសេសខ្លាំងទៀតនោះយើងអាចយកសាច់មាន់នេះទៅធ្វើស៊ុបមាន់ថ្លាសម្រាប់ធ្វើបបរឲ្យកុមារតូចៗក៏បានដែរបងប្អូនបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅយើងកំពុងខ្ទឹមជាមួយនឹងរំដេងហើយនឹងគល់ស្លឹកគ្រៃហើយកូរឲ្យចូលច្បល់ចូលគ្នារួចហើយបើយើងចាក់សាច់មាន់ចូលយើងកូរទាល់តែខះទឹកកូរទាល់តែ 2-3 ត្រឡប់កូរចុះកូរឡើងមើលទៅរាងមកស្ងួតរួចហើយទើបយើងចាក់គ្រឿងមានដូចជាស្ករអំបិលប៊ីចេងបងប្អូនហើយនឹងទឹកត្រីផងដែរបន្ទាប់មកយើងថែមអំបិលផងដែរហើយយើងទុកមួយសន្ធុះកូរតតែសាច់មាន់ហើយនឹងគ្រឿងយើងកូរឲ្យចូលជាតិគ្នាហើយកុំភ្លេចបងប្អូនបើចង់កាត់ជាតិស្អាតបន្ថែមយើងអាចដាក់ស្លឹកក្រូចសើចក៏បានដែរបងប្អូនគេដាក់ស្លឹកក្រូចសើចពីស្លឹកបន្ថែមហើយនឹងម្ទេសដើម្បីកុំឲ្យវាមានជាតិស្អាតហើយយើងកូរតតែអស់ជាតិទឹកមាន់នេះបងប្អូនកូរមើលទៅតែសាច់មាន់យើងល្មមឆ្អិនអាចបរិភោគបានទើបយើងភ្លក់សាបឬប្រៃបងប្អូនណាថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តបងប្អូនផងដែរប៉ុន្តែបងប្អូនកុំភ្លេចថែមទឹកប្រេងខ្យងនៅពេលដែលម្ហូបមាន់លីងរបស់យើងជិតឆ្អិនសម្រាប់ម្ហូបមួយមុខនេះបងប្អូនអាចយកទៅបរិភោគជាមួយនឹងគ្រឿងក្លែមក៏បានយើងបរិភោគជាមួយនឹងបាយក៏បានដែរបងប្អូនជាពិសេសគឺក្មេងៗក៏គាត់ចូលចិត្តដែរបងប្អូនម្ហូបមួយមុខនេះគឺមិនថាកូនខ្ញុំឬក៏ខ្ញុំទេខ្ញុំចូលចិត្តមុខម្ហូបក្រៀមក្រោះប្រភេទនឹងឯងបងប្អូនហើយនេះគឺជាត្រីចៀនរបស់ខ្ញុំមួយមុខទៀតដែលខ្ញុំបានចៀនហើយ